ទីតាំងនៅខាងមុខមានឯករាជ្យសួនច្បាររបស់យើងនេះបងប្អូនទាំងអស់គ្នាសាធារណជនកម្ពុជាគឺរៀបចំក្នុងរយៈពេលដ៏ខ្លីបំផុតប៉ុន្តែអ្វីដែលយើងទទួលបានគឺការផ្ដាប់ផ្ញើពីមាត់មួយទៅមាត់មួយការប្រព្រឹត្តនៅបណ្ដាញសង្គមរបស់បងប្អូនទាំងអស់គ្នាគឺពិតជាមានអត្ថប្រយោជន៍ក្នុងការចែករំលែកនូវព័ត៌មានដែលធ្វើឲ្យឱកាសពុកម៉ែបងប្អូនក្រុមមជ្ឈការទី1លោកអាចជួបពិភពលោកព្រឹកតែបើកទៅទទួលយកតាមរយៈការសាស្ត្ររបស់បងប្អូនជាពលរដ្ឋខ្មែរព្រោះថាយើងនៅកន្លែងនេះគឺក្នុងនាមជាពលរដ្ឋខ្មែរបងប្អូនចូលរួមជាតិទាំងអស់ជាទីគោរពនិងជាទីស្រឡាញ់នៅពេលដែលយើងមានគោលដៅតែមួយនៅពេលដែលយើងជួបជុំគ្នានៅកន្លែងតែមួយយើងមាន objective រួមគ្នានៅក្នុងការប្រាប់ទៅកាន់ពិភពលោកថាកម្ពុជាស្រឡាញ់និងចង់បានសន្តិភាពនៅក្នុងពេលនេះក្បួនដើរដើម្បីសន្តិភាពពិតជាបានបង្ហាញឲ្យឃើញថាសម្លេងនេះមិនមែនចេញពីប្រជាជនតែម្នាក់ប៉ុន្តែចេញពីប្រជាជនរាប់ម៉ឺននាក់ដែលកំពុងតែចូលរួមក្បួនដើរដើម្បីសន្តិភាពថ្ងៃនេះប្រជាជនកម្ពុជាបានដើរមួយជំហានប្រកបដោយទឹកចិត្តសន្តិភាពស្រឡាញ់សន្តិភាពឲ្យជាការផ្ញើសារទៅកាន់ពិភពលោកថាកម្ពុជាស្រឡាញ់និងចង់បានសន្តិភាពសូមបងប្អូនទាំងអស់គ្នាលើកទង់ជាតិខ្មែរដោយមោទនភាពហើយស្រែកថាកម្ពុជាស្រឡាញ់សន្តិភាពកម្ពុជាចាយើងជួយស្មែថាសូមស្រែកពីថាកម្ពុជាសូមឲ្យបងប្អូនទាំងអស់គ្នាស្រែកថាស្រឡាញ់សន្តិភាព1 2 3កម្ពុជាស្រឡាញ់សន្តិភាពកម្ពុជាសមុទ្រទៀត Cambodia need peace នៅពេលដែលខ្ញុំនិយាយពីថា Cambodia សូមបងប្អូនស្រែកថា need peace សូមត្រៀមទាំងអស់គ្នា Cambodia សូមសម្លេងពីប្រជាជនកម្ពុជាដែលស្រឡាញ់សន្តិភាពអរគុណប្រជាជនកម្ពុជាដែលបានប្រើសម្លេងរបស់អ្នកទាំងអស់គ្នាហើយប្រាប់ពិភពលោកថាសម្លេងនេះមិនមែនចេញពីប្រជាពលរដ្ឋខ្មែរតែម្នាក់តែចេញពីបេះដូងប្រជាពលរដ្ឋឲ្យតែជាខ្មែរមិនត្រឹមតែបងប្អូនដែលចូលរួមនៅទីនេះខ្ញុំជឿជាក់ថាបងប្អូនដែលទេសនានៅការផ្សាយនៅតាមគេឋាននិងប្រជាពលរដ្ឋខ្មែរឲ្យតែមានឈាមជ័រជាខ្មែរនៅជុំវិញពិភពលោកដែលមាន